វីដេអូនេះដែរខ្ញុំសូមផ្ញើជូនពិសេសចំពោះបងប្អូនដែលគ្រួសារយើងក្រខ្សត់អត់មានលទ្ធភាពរៀនបានខ្ពង់ខ្ពស់ចូលបងប្អូនត្រូវចាប់យកជំនាញអ្វីមួយដូចជាជំនាញជាងអ្វីក៏ដោយមិនថាជាងកញ្ចក់ឬក៏ជាងភ្លើងជាងទឹកជាងសំណង់អីក៏ដោយបងត្រូវចាប់យកជំនាញហ្នឹងឲ្យជាប់ហើយខំប្រឹងរៀនឲ្យច្បាស់ពីជំនាញហ្នឹងបើសិនជាយើងរៀនមិនបានខ្ពង់ខ្ពស់មែនប៉ុន្តែយើងប្រឹងចាប់ជំនាញហ្នឹងឲ្យច្បាស់ក៏យើងអាចនឹងរស់ស្រួលដែរទៅថ្ងៃមុខបើទោះថ្ងៃនេះយើងខំប្រឹងហ្វឹកហាត់រៀនសូត្រពីជំនាញហ្នឹងយើងហត់ពិបាកយ៉ាងម៉េចក៏ដោយយើងត្រូវតែទ្រាំដើម្បីយើងចេះទៅយើងស្រួលយើងអត់ពិបាកទេយើងស្រួលរលុយដូចគេថាឲ្យតែចេះពិតប្រាកដលុយរត់មករកយើងនឹងអញ្ចឹងបើថាយើងគ្រួសារយើងអត់មានលទ្ធភាពរៀនឲ្យបានខ្ពស់ៗដូចគេអញ្ចឹងយើងត្រូវប្រឹងចាប់យកជំនាញអ្វីក៏ដោយឲ្យតែយើងរៀនឲ្យច្បាស់ឲ្យប្រកបអញ្ចឹងលុយនឹងរត់មករកយើងហើយយើងកុំគិតពីប្រាក់ខែជាធំមិនមែនថាយើងមិនគិតពីប្រាក់ខែសោះទេព្រោះមនុស្សយើងត្រូវការហូបចុកត្រូវការស៊ីចាយអញ្ចឹងប្រាក់ខែតិចច្រើនអីសំខាន់យើងប្រឹងរៀនសូត្រពីការងារនឹងដើម្បីអភិវឌ្ឍខ្លួនឯងបើសិនយើងមានសមត្ថភាពយើងចេះទៅប្រាក់ខែយើងនឹងបានថ្លៃតាមហ្នឹងហើយតទៅមុខទៀតយើងអាចចេញរកស៊ីខ្លួនឯងបានហ្នឹងហើយអញ្ចឹងចង់ផ្ដាំទៅបងប្អូនតែប៉ុណ្្នឹងទេបើសិនជាយើងមិនបានរៀនខ្ពង់ខ្ពស់គ្មានលទ្ធភាពរៀនខ្ពង់ខ្ពស់យើងត្រូវប្រឹងចាប់ជំនាញហើយខ្ញុំនិយាយនេះមិនមែនខ្ញុំជាអ្នកជោគជ័យអីណាណៃធំដុំទេតែគ្រាន់តែថាខ្ញុំបត់ពិសោធន៍ការងារជាងហ្នឹងច្រើនដែរអញ្ចឹងបើថាយើងចេះជាងហ្នឹងគឺវាល្អអញ្ចឹងតែណាក៏យើងមិនចេះដាច់បាយដែរអញ្ចឹងវីដេអូហ្នឹងអត់មានអីច្រើនទេមានតែប៉ុណ្ណឹងផ្ដាំផ្ញើទៅបងប្អូនជំនាន់ក្រោយហ្នឹងអញ្ចឹងខុសត្រូវអីកុំប្រកាន់អរគុណ